បងប្អូនមានបញ្ហារមាស់សើស្បែកមែនទេកុំបារម្ភរូបមន្តនេះអាចជួយព្យាបាលឲ្យជាសះស្បើយវិញបានជំរាបសួរពុកម៉ែបងប្អូនជាទីគោរពទាំងអស់គ្នាខ្ញុំបាទគ្រូថ្នាំឱសថបុរាណប៉ុលសេរីសញ្ញាត្បាល់បុកថ្ងៃនេះសូមចែករំលែកថ្នាំរមាស់សើស្បែកទូទៅមិនថាបងប្អូនរមាស់បាទអាឡែស៊ីស្បែកកើតរើមកើតស្រែងបាទកើតតអកបាទនៅលើដងខ្លួននៅលើដៃនៅលើជើងបាទរមាស់កន្ទួលស្នាមធំធំអញ្ចឹងថ្ងៃនេះខ្ញុំមានរូបមន្តបាទងាយជាទីបំផុតដោយសពម្ដងខ្ញុំតែងតែប្រាប់ពីរូបមន្តដាំទឹកហូបប៉ុន្តែថ្ងៃនេះខ្ញុំចែករំលែកអំពីដាំទឹកហើយយកមកលាបជូតនៅលើដងខ្លួនរបស់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលមានបញ្ហារមាស់សើស្បែកបាទអញ្ចឹងតើតើនឹងរុក្ខជាតិអ្វីដើមឈើអ្វីសូមពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ជើញទៅទស្សនាវីដេអូហើយនឹងវិធីប្រើជាមួយនឹងខ្ញុំដូចតទៅបាទបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមលើកយកដើមស្ដៅដើម្បីយកមកព្យាបាលរមាស់សើស្បែកបាទអាឡែស៊ីស្បែកដល់បងប្អូនទាំងអស់គ្នាដំបូងពុកម៉ែបងប្អូនទៅរកដើមស្ដៅបន្ទាប់មកមានប្រយោជន៍ច្រើនណាស់កំបិតទៅកាប់ទៅចាំងយកសម្បករបស់វាបាទចំនួន1ក្តាប់ដៃបន្ទាប់មកបងប្អូនយកទៅដាំទឹកចំនួន1លីត្របាទឬក៏1លីត្រកន្លះក៏បានដែរដាំឲ្យពុះរយៈពេល30នាទីចាំយកមកលាបនៅលើដងខ្លួនរបស់ពុកម៉ែបងប្អូនប៉ុន្តែសូមបញ្ជាក់មិនមែនលាបទាំងក្តៅនោះទេបាទយើងទុកឲ្យត្រជាក់សិនត្រជាក់អ៊ុនល្មមតែយកមកលាបជូតនៅលើដងខ្លួនយើងបាទវិធីលាបយើងយកកណាត់ឬក៏ស្បៃបាទឬក៏សំឡីបាទចូលជ្រលក់ចូលទៅក្នុងទឹកស្ដៅដែលពុកម៉ែបងប្អូនបានដាំរួចហើយនោះបាទយកមកជូតនៅលើជើងលើដៃលើខ្លួនបាទនិយាយរួមឲ្យតែរមាស់កន្លែងណារារោលកន្លែងណាបងប្អូនអាចយកមកជូតក្នុងមួយថ្ងៃ 3-4 ដងអញ្ចឹងទៅបាទឆាប់ជាលឿនបាទអញ្ចឹងត្រឹមតែរយៈពេល3ថ្ងៃទៅ5ថ្ងៃមានន័យថាយ៉ាងយូរបំផុត1សប្តាហ៍អាការៈរមាស់បាទកន្ទួលនៅលើដងខ្លួនដៃជើងរបស់ពុកម៉ែបងប្អូននឹងបានរៀបស្មើល្អដូចដើមវិញហើយបាទរូបមន្តនេះល្អខ្លាំងណាស់បាទមានបងប្អូនជាច្រើនដែលគាត់មានបញ្ហារមាស់សើស្បែកអាឡែស៊ីស្បែករបៀបនេះគាត់ធ្វើទៅគាត់បានផលបាទសឹងតែ 100% ឯណោះបាទអញ្ចឹងវីដេអូរបស់ខ្ញុំថ្ងៃនេះមានតែប៉ុណ្្នឹងទេបាទតាក់ទងនឹងរមាស់សើស្បែកទូទៅគ្រប់ប្រភេទបាទមិនថាតអកស្រែងកើតភ្លឺកើតអីនោះទេបាទបងប្អូនអាចធ្វើបានទាំងអស់បាទហើយមុននឹងដល់ទីបញ្ចប់ខ្ញុំបាទក៏សូមជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អកុំឲ្យមានជំងឺអ្វីៗមកបៀតបៀនឲ្យសោះហើយសូមកុំភ្លេចជួយ like ជួយ share ជួយ subscribe ដល់វីដេអូរបស់ខ្ញុំផងហើយនឹងជួយ follow page បាទលោកគ្រូប៉ុលសេរីផងដើម្បីជាកម្លាំងចិត្តធ្វើវីដេអូថ្មីតាក់ទងនឹងថ្នាំឱសថបុរាណចែកជូនពុកម៉ែបងប្អូនទស្សនានៅថ្ងៃក្រោយទៀតនៅពេលនេះខ្ញុំសូមអរគុណសូមជម្រាបលា